សួស្តីរីករាយទិវាបុណ្យអ្នកម្ដាយទាំងអស់គ្នាក្នុងនាមខ្ញុំក៏ជាកូនម្នាក់ក៏ជាម្ដាយម្នាក់ឬក៏ជាម្ដាយផងជាកូនផងអ្នកគ្នាមានតែគាត់ថាយើងមានអនុស្សាវរីយ៍ខ្លះជាមួយអ្នកម្ដាយសម្រាប់បងមានអនុស្សាវរីយ៍មួយអាចដែលចងចាំរហូតដល់ថ្ងៃនេះកាលនៅបន្ទូចបងកើតអាត់បាត់ជើងកើតអាត់នៅលើបាតជើងអាហ្នឹងពងលើបាតជើងចឹងទៅដើរអត់រួចទេចឹងអនុស្សាវរីយ៍មួយដែលចងចាំអត់ភ្លេចរូបភាពមួយដែលដើរអត់រួចគឺម៉ាក់អ៊ីវទៅញ៉ាំមីសួរនៅក្បែរផ្ទះហើយមីសួរហ្នឹងពិតជាឆ្ងាញ់ហើយរសជាតិមួយហ្នឹងចងចាំដល់ពេលឥឡូវហ្នឹងហើយទោះជាដើរស្វែងរករសជាតិហ្នឹងក៏រកអត់ទាន់ចេញដែរសង្ឃឹមថាថ្ងៃណាមួយនឹងស្វែងរករសជាតិតែចងចាំអនុស្សាវរីយ៍កាលនៅពីតូចម៉ាក់គាត់ប៉ទៅញ៉ាំមីសួរនៅក្បែរផ្ទះនៅក្នុងទិវាអ្នកម្ដាយរូបបងតក៏ជាអ្នកម្ដាយរូបបងតក៏ជាកូនម្នាក់អញ្ចឹងចង់ចែករំលែកកាន់អ្នកគ្នាថាតើអ្នកគ្នាមានដែរចងចាំអ្វីមួយដែលយើងចូលចិត្តដែលអ្នកម្ដាយយើងទាំងអស់គ្នាធ្វើឲ្យយើងអត់អញ្ចឹងដូចសម្រាប់បងអញ្ចឹងបងចងចាំថាកាលហ្នឹងឲ្យទៅចេញមកពីរៀនគឺឃ្លានបាយអញ្ចឹងមុខម្ហូបមួយដែលចងចាំថាម៉ាក់ធ្វើឲ្យញ៉ាំឆ្ងាញ់ណារហូតដល់ថ្ងៃនេះគឺស៊ុបសាឡាត់សាច់គោអញ្ចឹងទាំងអស់គ្នាវិញមានមុខម្ហូបអីឬក៏អ្វីដែលចូលចិត្តម៉ាក់ធ្វើឲ្យឬក៏អត់ comment អ្នកមួយបងណាថ្ងៃនេះដែរក្នុងនាមខ្ញុំគឺជាកូនម្នាក់ខ្ញុំសូមធ្វើការអរគុណទៅដល់អ្នកម្ដាយរបស់ខ្ញុំទោះជាពេលនោះស្ថានភាពយើងជីវភាពយើងខ្វះខាតប៉ុន្តែគាត់នៅតែមានបាយឲ្យខ្ញុំញ៉ាំអញ្ចឹងក៏មានពាក្យអីដែរមានពាក្យថាអរគុណសម្រាប់ធ្វើឲ្យខ្ញុំខ្លាចទៅជាមនុស្សម្នាក់នៅក្នុងថ្ងៃនេះចុះអ្នកទាំងអស់គ្នាមានពាក្យអ្វីនិយាយទៅកាន់អ្នកម្ដាយនៅថ្ងៃទិវាបុណ្យអ្នកម្ដាយដែរឬទេថាស្រឡាញ់គាត់អរគុណគាត់ឬក៏សុំទោសគាត់កាលហ្នឹងធ្លាប់លួចចូលលេងហ្គេមសុំទោសគាត់ពេលខ្លះធ្វើខុសចង់ឲ្យគាត់លើកលែងទោសឲ្យចង់ឲ្យគាត់មានសុខភាពល្អអរគុណម៉ែអរគុណពុកដែលបានខំបង្កើតខ្ញុំតាំងពីរហូតដល់ធំហើយទោះបីខ្ញុំធ្វើខុសគាត់នៅតែលើកចិត្តខ្ញុំទោះបីគាត់ថាឲ្យក៏នៅតែពាក្យល្អកូនចង់ប្រាប់ម៉ែនិងពុកថាកូនស្រឡាញ់ម៉ែខ្លាំងជាងអ្វីទាំងអស់ចង់ប្រាប់គាត់ថាកូនស្រីម្នាក់នេះស្រឡាញ់ម៉ែទាំងពុកទាំងម៉ែចង់ឲ្យគាត់សុខភាពល្អទាំងពីរនាក់ចង់និយាយថាកូនស្រឡាញ់អ្នកដែរកូននេះអ្នកបងអស់ដើម្បីអ្នកដែរស្រឡាញ់ម៉ែខ្លាំង